ស្ថានភាពដ៏តានតឹងក្នុងទំនាស់រវាងមហាអំណាចអាមេរិកនិងកូរ៉េខាងជើងបានក្លាយជាប្រធានបទដ៏សំខាន់នៅលើពិភពលោកនិងទាក់ទាញមនុស្សកាន់តែចង់ដឹងពីប្រទេសដ៏ឯកាកូរ៉េខាងជើងខាងក្រោមនេះជាព័ត៌មានសំខាន់របស់ប្រទេសផ្ដាច់ការមួយនេះផ្ទៃដីសរុប 125,540 គីឡូម៉ែត្រការ៉េជាប់ចំណាត់ថ្នាក់ទី 98 ផ្ទៃទឹក 4.48 ភាគរយចំនួនប្រជាជន 24,8995 នាក់ការសន្និដ្ឋានឆ្នាំ 2013 ជាប់ចំណាត់ថ្នាក់ទី 48 លើពិភពលោកដង់ស៊ីតេប្រជាជន 198 នាក់ក្នុង 1 គីឡូម៉ែត្រការ៉េ GDP របាយការណ៍ឆ្នាំ 2015 GDP សរុបស្មើនឹង 25,000 លានដុល្លារ GDP ម្នាក់ៗស្មើនឹង 1,000 ដុល្លាររដ្ឋធានីព្យុងយ៉ាងប្រភេទក្រដាសប្រាក់វុនភាសាផ្លូវការកូរ៉េទម្រង់រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមបកនយោបាយតែមួយមេដឹកនាំកម្ពុជាគីមជុងអ៊ុនប្រវត្តិកំណើតកូរ៉េមុនឆ្នាំ 194 មុនគ្រិស្តសកស្ថិតក្រោមអំណាចស្ដេចដំបូងឆ្នាំ 18 មុនគ្រិស្តសកសម័យអាណាចក្រទាំង3ឆ្នាំ 698 នៃគ្រិស្តសកប្រទេសចែកចេញជាពីរគឺអាណាចក្រខាងជើងនិងខាងត្បូងឆ្នាំ 918 ការបង្រួមអាណាចក្រជាថ្មីថ្ងៃទី 29 ខែសីហាឆ្នាំ 1910 កូរ៉េត្រូវបានបញ្ចូលជាដែនដីជប៉ុនថ្ងៃទី 8 ខែកុម្ភៈឆ្នាំ 1945 ទទួលបានឯករាជ្យពីជប៉ុនថ្ងៃទី 9 ខែកញ្ញាឆ្នាំ 1948 ការបង្កើតរដ្ឋកូរ៉េខាងជើងផ្ដាច់ចេញពីកូរ៉េខាងត្បូងខែតុលាឆ្នាំ 1958 ចិនដកទ័ពចេញទីតាំងភូមិសាស្ត្រប្រទេសកូរ៉េខាងជើងលាតសន្ធឹងនៅចន្លោះខ្សែស្របទី 37 និង 43 ដឺក្រេនៃរយៈទទឹងខាងជើងនិងចន្លោះខ្សែបណ្ដោយទី 124 និង 131 ដឺក្រេនៃរយៈបណ្ដោយខាងកើតនិងមានផ្ទៃក្រឡា 120,540 គីឡូម៉ែត្រការ៉េកូរ៉េជើងមានព្រំប្រទេសខាងជើងជាប់ប្រទេសចិនរុស្ស៊ីចំណែកខាងត្បូងជាប់ប្រទេសកូរ៉េខាងត្បូងដែលខណ្ឌចែកដោយតំបន់គ្មានទ័ពនិងភាគខាងលិចជាប់សមុទ្រលឿងនិងឈូងសមុទ្រកូរ៉េចំណែកខាងកើតជាប់សមុទ្រជប៉ុនសន្តានដីប្រមាណ 80% គ្របដណ្ដប់ដោយភ្នំខ្វាត់ខ្វែងនិងខ្ពង់រាបដែលបែងចែកពីគ្នាដោយជ្រលងភ្នំតូចៗនិងជ្រៅភ្នំដែលខ្ពស់ជាងគេគឺភ្នំផាអេកទូដែលជាភ្នំភ្លើងដែលមានកម្ពស់រហូតដល់ 2,747 ម៉ែត្រពីនីវ៉ូសមុទ្រ 2. ប្រវត្តិនៃការបង្កើតរដ្ឋការឈាននិព្វានពីសំណាក់ប្រទេសជប៉ុនឆ្នាំ 1910 ដល់ឆ្នាំ 1945 ប្រទេសកូរ៉េត្រូវរងការឈាននិព្វានពីសំណាក់ប្រទេសជប៉ុនចាប់ពីឆ្នាំ 1910 ដល់ឆ្នាំ 1945 គឺបន្ទាប់ពីបញ្ចប់សង្គ្រាមរវាងជប៉ុនចិននិងរុស្ស៊ីជប៉ុនព្យាយាមសង្កត់សង្ឃាតទាំងទំនៀមទម្លាប់និងវប្បធម៌កូរ៉េព្រមទាំងចង់គ្រប់គ្រងសេដ្ឋកិច្ចទាំងមូលដើម្បីស្រូបយកប្រយោជន៍ផ្ទាល់ខ្លួនក្នុងពេលនោះជនជាតិកូរ៉េមួយក្រុមត្រូវបានបង្កើតឡើងដែលគេត្រូវបានស្គាល់ឈ្មោះថាកងកម្លាំងសេរីដែលប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែនចិននិងកូរ៉េដែលវាយប្រឆាំងនឹងកងកម្លាំងជប៉ុនក្នុងចំណោមសមាជិកមួយក្រុមនៃក្រុមនេះមួយចំនួនបានចូលរួមជាមួយសម្ព័ន្ធមួយដែលធ្វើសកម្មភាពក្នុងប្រទេសចិនមេដឹកនាំម្នាក់នៃកងឈ្លបដែលជាជនកុម្មុយនីសគឺលោកគីមអ៊ីលស៊ុងក្រោយមកបានក្លាយទៅជាមេដឹកនាំនិងស្ថាបនិករបស់ប្រទេសកូរ៉េខាងជើងការអន្តរាគមន៍ពីសំណាក់មហាអំណាចនិងការបែកចែកប្រទេសកូរ៉េជាពីរឆ្នាំ 1925 ដល់ឆ្នាំ 1950 ជ័យជំនះរបស់មហាអំណាចអាមេរិកនិងសូវៀតក្នុងការបញ្ចប់របបចក្រភពនិយមរបស់ជប៉ុនលើដែនដីកូរ៉េដែលមានរយៈពេល 35 ឆ្នាំមិនបានផ្ដល់ផលវិជ្ជមានអ្វីសម្រាប់កូរ៉េឡើយមូលហេតុដោយសារជ័យជំនះនេះបានកើតឡើងในចុងបញ្ចប់សង្គ្រាមលោកលើកទី2ស្របពេលដែលសង្គ្រាមត្រជាក់ក៏បានចូលមកដល់ជាពេលដែលពិភពលោកត្រូវហែកជាពីរដោយមនោគមវិជ្ជាសេរីរបស់អាមេរិកនិងកុម្មុយនីសរបស់សូវៀតដោយសារមហាអំណាចទាំងពីរកំពុងចង់ដណ្ដើមដែនដីគ្នាស្រាប់ដើម្បីពង្រីកឥទ្ធិពលរៀងៗខ្លួនប្រទេសកូរ៉េក៏ក្លាយជាជនរងគ្រោះដោយសារការហែកចែកគ្នាតែម្ដងក្នុងពេលនោះឧបទ្វីបកូរ៉េត្រូវបានមហាអំណាចសម្រេចបែកចែកជាពីរតាមបណ្ដោយខ្សែស្របទី 38 ដោយពាក់កណ្ដាលទៅជើងកាន់កាប់ដោយសហភាពសូវៀតនិងពាក់កណ្ដាលខាងត្បូងកាន់កាប់ដោយសហរដ្ឋអាមេរិកនិយាយពីភាគខាងជើងឧត្តមសេនីយ៍សូវៀតលោក Terence T. Stick
បានស្នើបង្កើតអាជ្ញាធរស៊ីវិលសូវៀតនិងគាំទ្រលោកគីមអ៊ីលស៊ុងធ្វើជាប្រធាននៃគណៈកម្មាធិការប្រជាជនបណ្ដោះអាសន្នសម្រាប់កូរ៉េខាងជើងដែលបង្កើតឡើងនៅខែកុម្ភៈឆ្នាំ1946ក្នុងអំឡុងពេលក្រោមការដឹកនាំរបស់រដ្ឋាភិបាលបណ្ដោះអាសន្នសូវៀតបានបង្កើតគម្រោងកែរំដោះដីធ្លីដែលបានលុបបំបាត់ចោលការបែកចែកឋានៈក្នុងប្រទេសកូរ៉េខាងជើងពួកម្ចាស់ដីនិងជនជាតិជប៉ុនបានចម្លៀកខ្លួនទៅដែនដីខាងត្បូងនៅទីនោះគ្មានកែរំដោះដីធ្លីនិងភាពចលាចលឡើយនៅខែមេសាឆ្នាំ1948ចលាចលបានកើតឡើងរហូតដល់ផ្ទុះជាអំពើហិង្សាដែនដីខាងត្បូងបានសម្រេចប្រកាសខ្លួនជារដ្ឋនៅខែឧសភាឆ្នាំ1948និង2ខែក្រោយមកមេដឹកនាំចលនាប្រឆាំងរបបកុម្មុយនីសលោកស៊ីខ្មាន់រីត្រូវបានលើកធ្វើជាប្រធានមេដឹកនាំភាគខាងត្បូងនិងក្លាយទៅជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងបង្អស់ចំណែកសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើងត្រូវបានបង្កើតនៅថ្ងៃទី9ខែកញ្ញាឆ្នាំ1948ផងដែរស្ថានភាពនេះបំណងចង់បង្រួមប្រទេសកូរ៉េទាំងពីរត្រូវបានរលាយសាបសូន្យដោយសារឥទ្ធិពលនៃមនោគមវិជ្ជាសេរីនិងកុម្មុយនីសមានភាពផ្ទុយគ្នាដាច់ស្រឡះដូចមេឃនឹងដីពិសេសផ្នែកនយោបាយសេដ្ឋកិច្ចនិងប្រព័ន្ធសង្គមបន្ទាប់ពីកែបែងចែកដែនដីជាពីរកងកម្លាំងសូវៀតបានដកចេញពីប្រទេសកូរ៉េខាងជើងឆ្នាំ1948ចំណែកកងកម្លាំងសហរដ្ឋអាមេរិកស្ទើរតែទាំងអស់បានដកចេញពីដែនដីខាងត្បូងឆ្នាំ1949ឯកអង្គអគ្គរដ្ឋទូតសូវៀតលោកស្ទីកសង្ស័យថាលោករីមេដឹកនាំកូរ៉េខាងត្បូងមានគម្រោងចង់វាយប្រហារភាគខាងជើងលោកក៏ចូលដៃជាមួយលោកគីមអ៊ីលស៊ុងដែលមានបំណងចង់បង្រួមកូរ៉េទាំងពីរក្រោមរបបសង្គមនិយមដើម្បីទប់ទល់នឹងភាគខាងត្បូងលោកស្ទីកបានអូសទាញលោក Joseph Stalin ចូលរួមជួយកូរ៉េខាងជើងដើម្បីវាយឆ្មោកទៅភាគខាងត្បូងពេលនោះហើយដែលសង្គ្រាមកូរ៉េទាំងពីរចាប់ផ្ដើមផ្ទុះឡើងកូរ៉េខាងជើងបានឈ្លានពានភាគខាងត្បូងនៅថ្ងៃទី25ខែមិថុនាឆ្នាំ1950និងបានវាយគ្របដណ្ដៅភាគខាងត្បូងស្ទើរតែទាំងអស់ជាការឆ្លើយតបកងកម្លាំងអង្គការសហប្រជាជាតិក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិកបានចូលអន្តរាគមន៍ការពារភាគខាងត្បូងនិងវាយប្រកាន់កូរ៉េខាងជើងវិញប៉ុន្តែដោយសារកូរ៉េខាងជើងមានព្រំប្រទេសជាប់សម្ព័ន្ធមិត្តចិនទើបរដ្ឋាភិបាលក្រុងភៀងយ៉ាងត្រូវបានចិនជួយអន្តរាគមន៍វិញភ្លាមផងដែរដោយភាគីទាំងពីរសុទ្ធតែមានមហាអំណាចជួយអន្តរាគមន៍ទើបសង្គ្រាមនេះបញ្ចប់ទៅដោយគ្មានអ្នកឈ្នះអ្នកចាញ់សង្គ្រាមបញ្ចប់នៅថ្ងៃទី27ខែកក្កដាឆ្នាំ1953បន្សល់នៅសាកសពជនស៊ីវិលនិងយោធាជាង1លាននាក់អគារមួយចំនួនរបស់កូរ៉េខាងជើងត្រូវរងការបំផ្លិចបំផ្លាញយុទ្ធសន្តិភាពបានដើរទម្រង់ដើម្បីផ្អាកសង្គ្រាមនិងកំណត់នៅព្រំប្រទេសរវាងកូរ៉េទាំងពីរមតិមួយចំនួនបានលើកឡើងថានេះជាសង្គ្រាមស៊ីវិលឆៃណាខ្លាយវែកថាភាគខ្លះគេលើកឡើងថានេះជាសង្គ្រាមដែលលុកដៃពីបរទេសវាត្រូវបានចាត់ទុកថាជាប្រភេទសង្គ្រាម proxy war ដែលមហាអំណាចពីរវាយប្រហារគ្នានៅក្នុងប្រទេសមួយផ្សេងទៀតនិងបង្កឲ្យប្រជាជននៅក្នុងប្រទេសនោះរងគ្រោះដោយសារការបាត់បង់ជីវិតនិងការបំផ្លិចបំផ្លាញនៅក្នុងសង្គ្រាមរវាងមហាអំណាចទាំងពីរចាប់តាំងពីពេលនោះមកសហរដ្ឋអាមេរិកបន្តដាក់វត្តមានយោធារបស់ខ្លួននៅភាគខាងត្បូងប៉ុន្តែត្រូវបានភាគខាងជើងចាត់ទុកថាជាកងកម្លាំងឈ្លានពានចក្រភពនិយមទៅវិញការបែកចែកនៅឧបទ្វីបកូរ៉េមិនមានវាសនាដូចជាអាល្លឺម៉ង់ខាងជើងនិងអាល្លឺម៉ង់ខាងត្បូងឡើយដោយសារកូរ៉េទាំងពីរមិនអាចបង្រួមគ្នាបាននិងបានក្លាយទៅជាដំបៅដែលបន្តវិបត្តិរហូតមកដល់បច្ចុប្បន្នវិស័យយោធាកូរ៉េខាងជើងហៅកាត់ថា KPA មានកងកម្លាំងជាប្រចាំ1,11,800 នាក់និងយោធាបម្រុងឬយោធាប៉ារ៉ា8,3895 នាក់នាំឲ្យ KPA ជាអង្គការដែលមានយោធាធំជាងលើពិភពលោកតាមការប៉ាន់ប្រមាណឃើញថាប្រជាជនម្នាក់ក្នុង25នាក់ត្រូវជាប់កាតព្វកិច្ចយោធា KPA បែងចែកជា5ក្រុមគឺទ័ពជើងគោទ័ពជើងនេទ័ពអាកាសកងកម្លាំងប្រតិបត្តិការពិសេសនិងកងកម្លាំងបាញ់គ្រាប់រ៉ុកែតក្នុងចំណោមទ័ពទាំង5ក្រុមទ័ពជើងគោមានទំហំធំជាងគេដោយមានមនុស្សប្រមាណ1លាននាក់ព្រមទាំងត្រូវបានបែងចែកចេញជាទ័ពធ្មេញទី80ក្រុមទ័ពបាញ់កំភ្លើងធំ30ក្រុមកងពលចម្បាំងពិសេសប្រមាណ25ក្រុមកងពលជំនាញគ្រឿងយន្ត20ក្រុមកងពលកាន់រថយន្តក្រក់ប្រមាណ10ក្រុមនិងកងពលធំកាន់រថយន្តប្រមាណ7ក្រុមយោធាទាំងនេះមានប្រដាប់ដោយរថយន្តត្រង់3700គ្រឿងរថយន្តត្រង់កំភ្លើងធំ2100គ្រឿងនិងអាវុធទំនើបជាមួយគ្រឿងទៀតមិនតែប៉ុណ្ណោះកូរ៉េខាងជើងនៅមានយន្តហោះ1600គ្រឿងសម្រាប់កងទ័ពអាកាសនិងនា100គ្រឿងសម្រាប់កងទ័ពជើងនេអ្វីដែលជាចំណុចដែលតែងតែទាក់ទាញពិភពលោកឲ្យចាប់អារម្មណ៍លើប្រទេសមួយនេះគឺអាវុធនុយក្លេអ៊ែរ ត្បាល់គ្រាប់នុយក្លេអ៊ែរ គ្រាប់មីស៊ីលបាល់លីស្ទិកជាង1000គ្រាប់
ដែលអាចបាញ់បានចម្ងាយរហូតដល់ 3,000 គីឡូម៉ែត្រមិនតែប៉ុណ្ណោះយោងតាមរបាយការណ៍របស់ប្រទេសកូរ៉េខាងត្បូងតាំងពីឆ្នាំ 2004 កន្លងទៅនេះផងបានឲ្យដឹងថាប្រទេសកូរ៉េខាងជើងមានអាវុធគីមីដែលមានទម្ងន់ប្រមាណ 2,500 តោនដល់ 5,000 តោនគ្រឿងសព្វផលិតទាំងអស់មានការផលិតនិងដំឡើងដោយរោងចក្រការពារជាតិក្នុងស្រុកផ្ទាល់តែម្ដងអាវុធត្រូវបានផលិតក្នុងរោងចក្រក្រោមដីដែលមានទីតាំងស្ថិតនៅទូទាំងប្រទេសភាគច្រើនគឺស្ថិតនៅខេត្តចាហ្គាំងរោងចក្រឧស្សាហកម្មនេះអាចផលិតអាវុធសម្រាប់យោធាម្នាក់ៗបានយ៉ាងគ្រប់គ្រាន់តែម្ដងក្នុងនោះមានដូចជាអាវុធកំភ្លើងធំរថយន្តត្រង់អ៊ូធំហាទៀមនាមុខដឹកនាបណ្តែលើផ្ទៃទឹកយន្តហក់ដែលអាចមុខដឹកនិងយន្តចម្បាំងជាដើមរបាយការណ៍ពីសារព័ត៌មានកូរ៉េខាងជើងបានឲ្យដឹងថាការពង្រីកចំនួនយោធានៅក្នុងឆ្នាំ 2010 ដែលត្រូវការចំណាយប្រាក់រហូតដល់ 15.8% នៃកញ្ចបថវិកាជាតិរដ្ឋាភិបាលនិងនយោបាយប្រទេសកូរ៉េខាងជើងជាប្រទេសដែលកាន់របបបែបសាធារណរដ្ឋមានបកនយោបាយតែមួយជាទូទៅចាប់តាំងការបង្កើតកូរ៉េខាងជើងដែលបន្តស្ថិតនៅក្រោមការដឹកនាំរបស់ត្រកូល